Đóគ្នាដែលឃើញប្រភេទការងារនៅលើ Upwork ដែលយើងមើលទៅល្អងាយស្រួល apply អាចធ្វើពីផ្ទះទៅបានរក client បានលឿន client គឺគាត់អាចឆ្លើយតបយើងរហ័សទៀតប៉ុន្តែបើសិនជាយើងធ្លាប់ធ្វើការងារនៅលើនឹងយូរយើងអាចដឹងពីបញ្ហាខ្លះៗដែលវានឹងមានហើយយើងព្យាយាម avoid វាបានន័យថា client គាត់គឺមិនព្រមបង់លុយយើងក៏មាន client គាត់បង្ខំឲ្យយើងធ្វើ simple ច្រើន simple ទាំងអស់ហ្នឹងគាត់យកទៅប្រើហ្មងដោយយើងអត់បានលុយនិងកិច្ចព្រមព្រៀងដែលយើងដាក់ទៅយើងធ្វើលើសពីហ្នឹងវាគឺជាបញ្ហាដែល freelancer ជួបដូច្នេះនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងនិយាយពីរបៀបដែលយើងអាចសម្គាល់ទៅបានហើយជៀសវាងកត្តាហ្នឹងអញ្ចឹងជាប្រភេទ Upwork scam 3ដែលយើងយកមកនិយាយហើយមនុស្សជាច្រើនគឺជួបវាញឹកញាប់ចឹងបងប្អូនមើលវាឲ្យចប់សិនខ្ញុំមិននិយាយថាការងារនៅលើ Upwork ហ្នឹងគឺវា scam ទាំងអស់ទេវាមិនមែនជាការ scam យកលុយទេប៉ុន្តែវាគឺជាការ scam មួយដែលប្រើកម្លាំងយើងឲ្យទៅធ្វើការងារហ្នឹងដោយ free ហើយអ្នកខ្លះគឺគាត់អត់ចាប់អារម្មណ៍ទៀតកត្តាទី1ដែលយើងយល់ថា scam គឺជាកត្តាដែល client គឺគាត់ស្នើឲ្យយើងចេញពី Upwork អាហ្នឹងវាជារឿង red flag ធំមួយដែលយើងត្រូវកត់សម្គាល់ថាទៅពេលដែល client គឺគាត់ស្នើឲ្យយើងចាកចេញក្រៅទៅធ្វើការមួយគាត់ក្រៅពី system Upwork ហើយគាត់ contact មកយើងហ្នឹងគឺ contact នៅក្នុង Upwork អាចថាគាត់ចង់ DM យើងទៅតាម Telegram ឬក៏ផ្ញើបើសិនជា client នៅខាងក្រៅគាត់ផ្ញើតាមរយៈ WhatsApp អីចឹងទៅគាត់អាចនិយាយថាបើសិនជាយើងតាក់ទងគាត់នៅខាងក្រៅការទូទាត់លុយវាអាចនឹងចំណេញដោយសារអត់គិតថ្លៃ commission fee ពីក្រុមហ៊ុន Upwork ទេហើយឱកាសការងារអាចនឹងនិយាយ bio hosting ថាគាត់នឹងបានការងារច្រើនជាងហ្នឹងនិងឱកាសការងារច្រើនជាងហ្នឹងចឹងទៅបើសិនជាគាត់ដាក់ចេញក្រៅ platform ប៉ុន្តែទាំងអស់គ្នាដឹងអត់ថាវិធីដែលយើងនិយាយគ្នាមិញហ្នឹងអាហ្នឹងវាជាករណី scam ដែរព្រោះអីគឺគេព្យាយាមចង់ឲ្យ freelancer ហ្នឹងគឺចាកចេញពីប្រព័ន្ធមួយដែលកំពុងការពារគាត់បានន័យថាម៉េចបើសិនជាយើងធ្វើការងារនៅក្នុង Upwork ជា platform របស់គេគឺគេមិនមានទូនាទីយកតែ gas fee ឬក៏យកលុយថ្លៃសេវាយើងតែប៉ុណ្្នឹងហើយគេអត់ធ្វើការអីទេ Upwork គឺគេមានប្រព័ន្ធសម្រាប់កត់ត្រាទំនាក់ទំនងរបស់យើងគេគ្រប់គ្រងកិច្ចសន្យាគេ verify ទៅលើខាង client ជាមួយនឹងខាងយើងមានកំណត់ពេលវេលាការងារហើយការពារមនុស្សទៅវិញទៅមកកុំឲ្យមានបញ្ហាដូចបើសិនជាយើងធ្វើការងារខាងក្រៅ platform ចឹងបើសិនជា client ហ្នឹងគាត់អូសទាញម្នាក់ហ្នឹងទៅខាងក្រៅ platform រួចហើយបើសិនជាការងារហ្នឹងរួច client គាត់មិនព្រមបង់លុយឲ្យខាង freelancer ហ្នឹងគឺអត់មានភស្តុតាងណាដើម្បីទៅចោទនិងដោះស្រាយបញ្ហាហ្នឹងចេញទេហើយបើសិនជាករណីដែលថា Upwork គាត់ដឹងថាមាន client ណាដែលប្រើ platform គាត់យកមកទំនាក់ទំនងគ្នាហើយទៅខាងក្រៅដើម្បីចរចាគ្នា client ហ្នឹងគឺអាចនឹងមានបញ្ហាដោយសារតែគាត់គឺរំលោភទៅលើ policy របស់ platform ហើយយើងត្រូវដឹងដែរថា scammer អ្នកដែលអាចធ្វើ scam កើតគឺគេក៏ឆ្លាតដែរដើម្បីគេមក scam យើងអញ្ចឹងយើងត្រូវកត់ចំណុចទូចៗហ្នឹងតើគេយកចំណុចទូចៗហ្នឹងគឺមកទាញទឹកចិត្តយើងមិនឧទាហរណ៍ថាបើគេនិយាយថាគេធ្វើការងារនៅខាងក្រៅ platform គេអាចនឹង pay លុយឲ្យយើងមុនតិចតួចជាងនៅលើ platform អាហ្នឹងគឺជាការទិញទឹកចិត្តយើងមួយថាបើសិនជាយើងធ្វើនៅខាងក្រៅយើងបានលុយមុនតិចតួចដើម្បីធ្វើ project ហ្នឹងទៀតហើយនៅពេលដែលយើងធ្វើ project ហ្នឹងហើយទាំងមូលគេសន្យាថាគេនឹងបាញ់លុយសរុបឲ្យយើងប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងធ្វើដល់ចំណុចចុងក្រោយយើងផ្ញើអីគេអស់គេបែរទៅជា block យើងឬក៏បិទ Telegram ឈប់តបយើងមកព្រោះអ្នកខ្លះគាត់យល់ត្រង់ចំណុចហ្នឹងគាត់អត់គិតមុនទេថាគាត់ថាយើងមានលេខគាត់តាយើងមាន contract របស់គាត់តាយើងអាចប្តឹងគាត់បានចឹងវាអត់អីទេប៉ុន្តែយើងត្រូវដឹងថា scammer ភាគច្រើនគាត់មុនគាត់ scam យើងគឺគាត់ដឹងហើយថា account របស់គាត់ហ្នឹង account personal ឬក៏ account คล้ายៗអញ្ចឹងជាទូទៅ account คล้ายៗទេរូបក៏คล้ายៗអាស័យដ្ឋានរបស់គាត់ក៏คล้ายៗព័ត៌មានក្រុមហ៊ុនហ្នឹងគឺអាចជាព័ត៌មានក្រុមហ៊ុនអត់ពិតទៀតបើសិនជាយើងគ្រាន់តែមានលេខដែលអាចតាក់ទងគាត់បានយើងក៏អត់ដឹងទៅប្តឹងមិនដែរព្រោះយើងអត់ដឹងថាម្នាក់ហ្នឹងគឺឈ្មោះអីរស់នៅណាហើយឈ្មោះពិតឈ្មោះអីទេដូច្នេះកំណត់ខ្លួនឯងថាបើសិនជាយើងចង់រក client តាម Upwork ពេលដែលមានទំនាក់ទំនងមានកិច្ចសន្យាមានអីគឺព្យាយាមទូទាត់នៅលើ Upwork ទៅកុំចាកចេញពី platform ដោយសារតែ client គឺគាត់និយាយថាគាត់ឲ្យ benefit ធំជាងហ្នឹងប្រភេទ scam ទី2ដែលយើងនិយាយគឺ client ស្នើឲ្យយើងធ្វើការងារដោយឥតគិតថ្លៃឥតគិតថ្លៃត្រង់ហ្នឹងគឺគេចង់ឲ្យយើងបញ្ចេញសមត្ថភាពឧទាហរណ៍ថាគេនិយាយឲ្យយើង design logo មួយដើម្បីឲ្យខាងគេហ្នឹងគឺដឹងពីសមត្ថភាពរបស់យើងពិតប្រាកដយើងមានសមត្ថភាពពិតអត់ដែលអាចទៅធ្វើការងារគាត់កើតឬក៏គេឲ្យកាត់វីដេអូរបស់គេមួយសិនមុននឹងគេជួលយើងស្ដាប់ទៅវារៀង make sense ត្រូវអត់តែថា client គាត់ចង់មើលសមត្ថភាពយើងមុននឹងគាត់ជួលយើងប៉ុន្តែបើសិនជា client ខ្លះគាត់ខូចគាត់មានកម្រងអត់ចង់ជួលយើងតាំងពីដើមហើយអញ្ចឹងprocess ហ្នឹងមិនបានន័យថាពួកគេគឺតាក់ទងទៅកាន់ freelancer ហ្នឹងប្រហែល10នាក់ជាងអញ្ចឹងទៅបន្ទាប់មកឲ្យគេធ្វើ simple ទាំងអស់គ្នាតាមរយៈ process ដែលយើងនិយាយដូចខាងលើហ្នឹងអញ្ចឹងការងារទាំងអស់ហ្នឹងគឺជាការងារដែលអត់គិតលុយហើយម្នាក់គឺធ្វើម្នាក់មួយទាំងអស់គឺវាបាន10បើសិនជាយើងគិតថាវាជា thumbnail design វាបាន10 thumbnail ទៅអត់
ចឹងខាង client ហ្នឹងគឺគាត់អត់ចាំបាច់ជួល designer ណាមួយដើម្បីមកធ្វើអាហ្នឹងទេគាត់យកអា simple design ហ្នឹងគឺយកវាមកធ្វើការងារគាត់ហ្មងហើយបានការងារហ្នឹងដោយអត់គិតថ្លៃចឹងដើម្បីការពារខ្លួនអាហ្នឹងយើងធ្វើម៉េចអានេះបើយើងគិតទីមួយយើងព្យាយាមបង្ហាញការងារចាស់ៗឲ្យទៅគាត់មើលទៅថាអានេះគឺជា portfolio របស់គាត់យើងអាចផ្ញើ link direct ចូលទៅកាន់ website ឬក៏ YouTube ឬក៏អីរបស់យើងហើយណាមួយវិធីដែល client គឺគាត់គួរប្រើគាត់យល់ខ្លួនឯងថាប្រកបជា client ក៏គាត់មានសមត្ថភាពអាចវាយតម្លៃទៅលើសមត្ថភាពរបស់យើងដែរបើ client គាត់ចង់សាកល្បងយើងមែនតែថា project ហ្នឹងគឺវាត្រូវតែមាន simple ឲ្យមើលឬក៏ project ហ្នឹងគឺត្រូវធ្វើច្រើនម៉ោងដើម្បីសម្រេចឲ្យជា client មួយដែលគាត់មាន vision long term យើងអាចស្នើឲ្យគាត់ pay test ដែរដោយសារ pay test ហ្នឹងបានន័យថា client គឺគាត់បង់លុយសម្រាប់ការងារ simple ដែរព្រោះអីអាការងារ simple ហ្នឹងវាជាការងារមួយដែលយកទៅប្រើកើតវាមិនមែនតតែជួលទេឬក៏តតែឲ្យធ្វើទេយើងអាចស្នើគាត់ឲ្យនិយាយធម្មតាទៅថាការងារហ្នឹងគាត់អាចយកទៅប្រើការកើតអញ្ចឹងបើសិនជាចង់ឲ្យគាត់ធ្វើ simple ឲ្យបានដល់តែគាត់ហ្នឹងគឺបង់លុយតិចតួចដែរតាមអាម៉ោងដែលយើងធ្វើអា project ហ្នឹងនៅក្នុងករណីហ្នឹងបើសិនជា client គាត់ពិតជាមានអាជីវកម្មហើយគាត់ចង់ស្វែងរក freelancer មែនតែ freelancer មួយដែលគាត់ចង់ធ្វើការងារ long term មានគុណភាពសម្រាប់គាត់នៅក្នុង project ហ្នឹងខ្ញុំយល់ថាជាទូទៅគាត់អាចនឹងបង់លុយតិចតួចហើយឲ្យសាកល្បងធ្វើ simple ឲ្យគាត់ហើយបើសិនជា client គាត់បដិសេធមិនបង់អាហ្នឹងក៏យើងអត់ដឹងមិនដែរហើយយើងត្រូវគិតគូរមុននឹងធ្វើដែរថាការងារហ្នឹងវាចំណាយពេលច្រើនម៉ោងក៏អត់អញ្ចឹងយើងខ្លួនឯងក៏យើងត្រូវគិតដែរថាមុននឹងយើង submit proposal ទៅកាន់ client ណាឬក៏មានការ invite ពី client ណាយើងគួរណាចូលទៅមើល profile គេដែរបានន័យថាpayment method គេហ្នឹងគឺបាន verify ក៏អត់គេធ្លាប់ pay ឲ្យ influencer ណា freelance ណាដែលធ្វើការងារនៅលើ Upwork ហ្នឹងហើយមានច្រើនអត់មាន review បែបម៉េចអ្នកដែលធ្វើការងារជាមួយគាត់មុនឬក៏ profile ខ្យល់មួយដែលអត់មានទាំង rating អត់មានអីទាំងអស់នៅលើ profile របស់ client ហ្នឹងហ្មងយើងព្យាយាមកុំធ្វើអីតែបើសិនជា profile របស់ client ហ្នឹងគាត់មាន post job ច្រើនគាត់មានប្រវត្តិរូបដែលអាចជួលអ្នកផ្សេងៗមកធ្វើហើយអាហ្នឹងវាអត់អីទេទី3គឺការងារដែលបង់លុយទាបប៉ុន្តែគឺយើងត្រូវយកការងារហ្នឹងមកធ្វើជាបន្តបន្ទាប់ហើយរហូតវាមិនមែនរហូតទេវាច្រើនដងការ scam ទី3នេះគឺវាខុសពីយើងនិយាយពីទី1 client គាត់អាចនឹងពិតមែនគាត់ឲ្យការងារមកយើងធ្វើគាត់មានការងារត្រឹមត្រូវហើយគាត់ក៏បង់លុយឲ្យយើងដែរប៉ុន្តែបញ្ហាការងារហ្នឹងគឺវាអាចឲ្យយើងបានតិចជាងអីដែលយើងរំពឹងទុកអានេះខ្ញុំនឹកឃើញខ្ញុំឧទាហរណ៍បើសិនជាយើងគិតថាអាហ្នឹងយើងចំណាយពេលតា6ទៅ7ម៉ោងឲ្យធ្វើវាយើងគណនាថាអូខេ1ម៉ោងយើងអាច5 10អីចឹងទៅយើងធ្វើទៅក៏យើងដឹងថាអូអាហ្នឹងមកទទួលយកបានទាំងអស់គ្នាប៉ុន្តែនៅពេលដែលយើង accept យើងធ្វើវាប្រើពេលលើសពីហ្នឹងយើងអាចជួបជាមួយនឹង client ចឹងទៅយើងត្រូវឆ្លើយតបសារគាត់យើងត្រូវអានរបាយការណ៍របស់គាត់ដែលដាក់ឲ្យយើងធ្វើហ្នឹងឲ្យច្បាស់ឲ្យមែនទែនយើងផ្លាស់ប្ដូរ design នៅក្នុងហ្នឹងហើយយើងបោះ file ទៅមកបើសិនជាយើងអត់បានកំណត់ចំនួនកែការងារយើងច្បាស់ទេយើងអាចកែអត់ចេះចប់ក៏ថាបានឬក៏ខាង client ហ្នឹងគឺគាត់អាចស្នើឲ្យយើងដូរច្រើនដូចជាដូរ font ដូរ premium ដូរ layout ដូរ version មួយអីចឹងទៅហើយគាត់អាចនឹងលើកហេតុផលថាការងាររបស់យើងហ្នឹងគឺនៅ team គាត់អត់មានឲ្យគេចូលចិត្តគាត់សូមឲ្យកែម្ដងទៀតអញ្ចឹងបច្ចេកដែលយើងយល់ថា7ទៅ8ម៉ោងធ្វើវាបែរទៅជា load ទៅដល់20ម៉ោង30ម៉ោងសរុបអញ្ចឹងទៅហ្នឹងវាក៏ជាបញ្ហាដែលយើងគួរគិតដែរតែថាការងារដែលយើងធ្វើលើសពីម៉ោងហ្នឹងគឺយើងធ្វើឲ្យគាត់ free ហើយវាអាចមកពីយើងដែលថាយើងអត់បានកំណត់ទំហំការងារដែលគាត់ pay ប៉ុណ្ណឹងគាត់ត្រឹមទទួលបានអីអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺយើងត្រូវកំណត់ scope work របស់យើងឲ្យច្បាស់ហើយគឺគាត់អាចទទួលបានអីការងារទំហំប៉ុណ្ណាយើងត្រូវបញ្ជូនការងារគាត់ simple បែបម៉េចឲ្យគាត់មើលហើយកន្លែងណាខ្លះដែលយើងចាំទុកថាជាការកែការងារហ្នឹងហើយបើសិនជាគាត់ស្នើឲ្យកែប៉ុន្តែគាត់ឲ្យកែថែមមុខងារ option ថ្មីដែលវាលើសទៅធ្វើច្រើនម៉ោងទៀតអាហ្នឹងក៏យើងគួរបន្ថែមលុយលើការងារហ្នឹងឬក៏អត់ហើយសូម្បីតែនៅលើ platform នេះក៏យើងព្យាយាមចងresolution កុំឲ្យមានបញ្ហាដូចអ្នកផ្សេងៗជួបចឹងដែលថាបើសិនជាគាត់គឺជា creator ឬក៏ freelancer គឺគាត់ព្យាយាម list gig ខ្លួនឯងហើយទៅ say ឲ្យច្បាស់ថាការងារហ្នឹងគឺគាត់ផ្ដល់ឲ្យទៅខាង client ហ្នឹងគឺគាត់បានអីហ្នឹងគាត់សរសេរទាំងអស់ហ្នឹងទៅហើយបើសិនជាខាង brand ឬក៏ client ហ្នឹងគាត់ order gig ហ្នឹងគាត់គឺ expect ថាការងារហ្នឹងគឺបានប៉ុណ្ណឹងគាត់កែបាន1ដង2ដងទៅតាមចំនួនដែល creator ឬក៏ freelance ហ្នឹងគឺគាត់ដាក់
ចឹងសងខាងគឺស្រួលទាំងអស់គ្នាហើយយើងក៏ព្យាយាម secure payment ឲ្យគាត់ដែរបានន័យថាប្រសិនខាង client ឬក៏ brand ហ្នឹងគាត់ order លុយហ្នឹងគឺហូរនៅយើងហើយទាំងអស់គ្នាធ្វើការងារដោយអត់មានបញ្ហាចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់វីដេអូថ្ងៃនេះយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ That's all I got. Peace and love. I'm up. Bye bye.